កម្ពុជាខ្ពស់ជាងគេនៅប្រទេសកម្ពុជាគឺភ្នំឱរ៉ាល់ខេត្តដែលធំជាងគេនៅប្រទេសកម្ពុជាគឺខេត្តមណ្ឌលគិរីខេត្តដែលតូចជាងគេនៅប្រទេសកម្ពុជាគឺខេត្តកែបខេត្តដែលនៅកណ្ដាលប្រទេសកម្ពុជាគឺខេត្តកំពង់ធំខេត្តដែលមានប្រជាជនច្រើនជាងគេគឺខេត្តកំពង់ចាមបឹងដែលធំជាងគេនៅប្រទេសកម្ពុជាគឺបឹងទន្លេសាបស្ពានដែលវែងជាងគេនៅប្រទេសកម្ពុជាគឺស្ពានសឹកបាក់សាឬស្ពានអ្នកលឿងប្រទេសដែលធំជាងគេនៅលើពិភពលោកគឺប្រទេសរុស្ស៊ីប្រទេសដែលតូចជាងគេនៅលើពិភពលោកគឺប្រទេសវ៉ាទីកង់ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោកគឺប្រទេសចិនប្រទេសដែលមានជាងគេលើពិភពលោកគឺប្រទេសហ្គាតាប្រទេសដែលក្រជាងគេនៅលើពិភពលោកគឺប្រទេសប៊ូរុនឌីប្រទេសដែលមានរូបិយប័ណ្ណថ្លៃជាងគេនៅលើពិភពលោកគឺប្រទេសគុយវ៉ែតប្រទេសដែលមានប្រជាជនរស់រានជាងគេនៅលើពិភពលោកគឺប្រទេសប៉ូទុយហ្គាល់ប្រទេសដែលមានអំពើពុករលួយច្រើនជាងគេគឺប្រទេសសូម៉ាលីប្រទេសដែលសម្បូរបរិសុទ្ធសង្ហាច្រើនជាងគេនៅលើពិភពលោកគឺប្រទេសបារាំងប្រទេសដែលមានកងទ័ពច្រើនជាងគេនៅលើពិភពលោកគឺប្រទេសចិនប្រទេសដែលមានប្រេងច្រើនជាងគេនៅលើពិភពលោកគឺប្រទេសវេណេស៊ុយអេឡាប្រទេសដែលមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាងគេគឺប្រទេសចិនប្រទេសដែលមានកោះច្រើនជាងគេនៅលើពិភពលោកគឺប្រទេសឥណ្ឌូនេស៊ីប្រទេសដែលផលិតសម្រាមច្រើនជាងគេនៅលើពិភពលោកគឺសហរដ្ឋអាមេរិកប្រទេសដែលមានមាសច្រើនជាងគេនៅលើពិភពលោកគឺប្រទេសចិនប្រទេសដែលមានអគារខ្ពស់ច្រើនជាងគេនៅលើពិភពលោកគឺប្រទេសសិង្ហបុរីប្រទេសដែលមានអក្ខរក្រមច្រើនជាងគេនៅលើពិភពលោកគឺប្រទេសកម្ពុជាប្រទេសដែលមានអរិយធម៌ចំណាស់ជាងគេគឺប្រទេសអ៊ីរ៉ាក់ប្រទេសដែលមានត្បូងទទឹមច្រើនជាងគេនៅលើពិភពលោកគឺប្រទេសមីយ៉ាន់ម៉ាប្រទេសដែលផលិតក្រដាសបានច្រើនជាងគេនៅលើពិភពលោកគឺប្រទេសកាណាដាប្រទេសដែលសម្បូររ៉ែប្រាក់ច្រើនជាងគេនៅលើពិភពលោកគឺប្រទេសមិចស៊ីកូប្រទេសដែលមានភាសាច្រើនជាងគេនៅលើពិភពលោកគឺប្រទេសឥណ្ឌាប្រទេសដែលមានជ័រកៅស៊ូច្រើនជាងគេនៅលើពិភពលោកគឺប្រទេសម៉ាឡេស៊ីប្រទេសដែលមានទន្លេច្រើនជាងគេនៅលើពិភពលោកគឺប្រទេសហ្វាំងឡង់ប្រទេសដែលចុះអាប់ច្រើនជាងគេគឺប្រទេសណ័រវេសប្រទេសដែលមានអ្នកស្រឡាញ់ភេទដូចគ្នាច្រើនជាងគេគឺប្រទេសអេស្ប៉ាញប្រទេសដែលមានទេសភាពស្អាតជាងគេនៅលើពិភពលោកគឺប្រទេសស្វីសប្រទេសដែលមានទង់ជាតិស្អាតជាងគេនៅលើពិភពលោកគឺប្រទេសមិចស៊ីកូប្រទេសដែលផលិតស្រាច្រើនជាងគេនៅលើពិភពលោកគឺប្រទេសអាល្លឺម៉ង់បើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមជួយចែករំលែកវីដេអូនេះជាចំណេះដឹងនិង follow page ដើម្បីបានដំណឹងថ្មីអរគុណ